ទីមួយសូមអ្វីដែលពួកខ្ញុំជួយនេះកុំឲ្យវាទៅជាមូលហេតុដែលធ្វើឲ្យសហគមន៍បែកបាក់អត់ទេណាតែសូមធ្វើម៉េចជាកន្លែងដែលបង្កើនសាមគ្គីនិងសាមធម៌នៅក្នុងសហគមន៍ទី2ទទួលខុសត្រូវធ្វើជាម្ចាស់ឲ្យបានយូរវែងបាទគិតអានេះជាឆ្នាំងបាយរបស់យើងចូលទាំងធ្វើហើយកន្លែងនេះដើរមនុស្សមកកាន់តែច្រើនចំណូលមកកាន់តែច្រើនរបស់យើងប៉ុន្តែចំណូលច្រើនមិនច្រើនជឿខ្ញុំទៅរឿងសេវាសំខាន់ណាស់កន្លែងល្អមិនក៏ដោយតែសេវាមិនល្អគេលែងទៅហើយហ្នឹងតែខ្ញុំទៅឥឡូវចេះអត់ស៊ីហ៎យកហ៎ចេះអត់ចេះទេយើងមិនសូមបរិញ្ញាឲ្យបរិញ្ញសមត្ថភាពមុនចង់រកស៊ីខ្លួនឯងអត់ចង់ហើយមានតែតែបើអោយពីអ្នកក្រៅភូមិគេឲ្យលុបព្រីងនេះប៉េះគេ2 3យើងទៅមើលថាតើដាក់នៅនោះឆ្ងាយពេកឬមួយយើងប្រើមកតិចបាទយើងគួយនៅនោះចង់ឃើញដែរបាទគឺមួយទឹកធម្មតាវាគោកដល់ពេលទឹកបែរកន្លែងនេះក៏យើងលើកងងពាត់ដែរប៉ុនគោកខែតិចយើងទៅខាងនោះយើងដើរខាងនោះប៉ុនគូនៅនោះអូនេះមែននោះខ្ញុំដាប់កើតព្រោះឥឡូវបើយើងបង្រួមទៅនោះយើងកាយបន្លែហើយយើងលើកទៅនោះហើយធ្វើកន្លែងសម្រាប់ដើរលើនឹងហ្មងចឹងទឹកថ្ងៃក្រោយនៅទៅនោះឯងមកអូនប៉ុនអូនចេញចាំចេញនិយាយថាឲ្យម៉ាក់មួយបានប្រាប់ថាខ្ញុំចេញមកសុខភាពលេខ1 2 3 1 2 3បាទជួបបាទទៅយើងសូមរំជើញបាទសូមជើញបាន1 2 3មួយបាទអោតបាទ1 2 3បាទអោតក៏បានដែរអូខេពុកចាក់ទៀតខ្ញុំមកថតសូមរំជើញបាទសូមជើញបាទសូមជើញបាទ1 2 3ចាំជើញហើយណា1 2 3បាទសូមជើញអ្នកទេទឹកពូបាទសូមជើញ1 2 3ញ៉ាំមីញ1 2 3